តើយើងគួរចំណាយពេលនេះដោយរបៀបណាខ្ញុំបានចាក់ចេញពីបន្ទប់រយៈពេល3ម៉ោងតែនៅតែក្តៅវណ្ណគ្រួសារស៊ូពិតជាគិតគូរខ្លាំងណាស់មិនអីទេព្រោះខ្ញុំនិងស៊ូជីវសៀវត្រូវប្រឈមមុខនឹងទុក្ខលំបាកនៃស្នេហានេះគ្រោះមហន្តរាយរបស់គ្រួសារស៊ូខ្ញុំគ្រាន់តែជួយពួកគេដោះស្រាយបញ្ហានេះខណៈពេលដែលខ្ញុំកំពុងធ្វើវាមានអ្វីកើតឡើងទ្វារបន្ទប់បានបើកដោយខ្លួនឯងគាត់ប្រហែលជាបានកំណត់កម្មវិធីជាមុនសម្រាប់សរីរាង្គមួយចំនួនមិនអីទេតោះយើងចូលទៅអ្នកនាងស៊ីខ្ញុំខុសហើយពេលនេះខ្ញុំមិនបានដឹងពីឋានៈដ៏ថ្លៃថ្នូររបស់អ្នកទេហើយក៏បានធ្វើឲ្យអ្នកអារម្មណ៍រົບល្ងាចនេះត្រូវបានរៀបចំជាពិសេសសម្រាប់អ្នកដោយមីងរបស់អ្នកអាចផ្លាស់ប្ដូរឥឡូវនេះគ្រួសាររបស់អ្នកស្រី Shea គឺគ្រួសារ Shao គឺជាគ្រួសារដែលមានប្រវត្តិយូរអង្វែងនៃអង្សរនេះត្រូវបានរៀបចំជាពិសេសសម្រាប់ខ្ញុំដោយបងប្រុសជីវសៀវវាកាន់តែមានប្រសិទ្ធភាពប្រសិនបើអ្នកផឹកវាពេលវាក្តៅម្នាក់ក្នុងចំណោមអ្នកគឺជាបងប្អូនជីដូនមួយដែលមិនមែនជាមិត្តភក្តិជិតស្និទ្ធម្នាក់ជាភ្ញៀវកំណត់រឿងទាំងនេះតើគ្រួសារស៊ូបានណែនាំអ្នកឲ្យយករឿងនេះមកទេហេតុអ្វីបានជាគាត់មើលទៅដូចនេះវាដូចជាពួកគេដឹងអ្វីទាំងអស់វាមិនអាចទៅរួចទេសម្រាប់ពួកយើងក្នុងការធ្វើវាដោយសម្ងាត់បែបនេះគាត់នឹងមិនដឹងទេជាការពិតណាស់បងប្រុសជីវសៀវយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងណាស់គាត់បានណែនាំយើងជាពិសេសការចំណាយលើខ្សែក្រដាសទាំងអស់របស់អ្នកនៅក្នុងគ្រួសារស៊ូមនុស្សម្នាក់ត្រូវតែជាមនុស្សល្អបំផុតមែនហើយអ្នកស្រីស៊ីអ្នកស្អាតណាស់ទន់ភ្លន់ណាស់គ្មានអ្វីចម្លែកទេដែលពូនិងមីងរបស់អ្នកនិយាយសរសើរអ្នកយ៉ាងដូចនេះវាល្អណាស់ដែលអ្នកប្រកាសតើ10ម៉ាយមានន័យដូចម្ដេចតើពួកគេពិតជាបានរកឃើញអ្វីមួយមែនទេពិធីជប់លៀងរបស់អ្នកស្រីស៊ីចិត្តចាប់ផ្ដើមហើយខ្ញុំនឹងជួយអ្នកបដូរសម្លៀកបំពាក់របស់អ្នកខ្ញុំអាចធ្វើវាដោយខ្លួនឯងបានអ្នកអាចចាក់ចេញឥឡូវនេះយើងនឹងទៅឥឡូវនេះតើគាត់បានរកឃើញអ្វីមួយទេខ្ញុំបានសាកសួរអំពីវាសម្លៀកបំពាក់ដែលគាត់ទើបតែបញ្ជាទិញពីគ្រួសារស៊ូមិនទាន់ត្រូវបានដឹកជញ្ជូនមកនៅឡើយទេក្រៅពីសម្លៀកបំពាក់ដែលយើងបានផ្ញើទៅគាត់គ្មានសម្លៀកបំពាក់ផ្សេងទៀតដើម្បីបដូរទេសម្លៀកបំពាក់នេះសមួយដែលពេលត្រាំហើយនឹងបង្កឲ្យរមាស់ពេញរាងកាយមិនអាចទ្រាំទ្របានដរាបណាគាត់ពាក់ខ្ញុំប្រកាសថាខ្ញុំនឹងខ្មាស់អៀនខ្លួនឯងក្នុងពេលបន្តិចទៀតពេលគាត់ទ្រាំលែងបានគាត់ក៏ដោះសម្លៀកបំពាក់ចេញខ្ញុំសង្ស័យថាគាត់នៅតែមានភាពក្លាហានក្នុងការស្នាក់នៅក្នុងគ្រួសារស៊ូខ្ញុំជឿថាខ្ញុំពិតជានឹងជួយអ្នកឲ្យយកបងប្អូនជីដូនមួយរបស់អ្នកមកវិញខ្ញុំក៏យកចានថ្នាំពីទេពធីតាដែរវាមានផ្ទុកសារធាតុផ្សំពិសេសគ្រាន់តែផឹកវាមានការភ្ញាក់ផ្អើលមួយកំពុងរងចាំអ្នកចាប់យកវាពីខ្ញុំបងជីវសៀវអូនមិនស័ក្តិសមនឹងបងទេខ្ញុំក៏បានបន្ថែមគ្រឿងផ្សំពិសេសមួយទៅក្នុងស៊ុបរុកជាតិនៅស៊ីលីនផងដែរគ្រាន់តែផឹកវាទៅមានការភ្ញាក់ផ្អើលកំពុងរងចាំអ្នកសាកល្បងយកវាពីខ្ញុំមើលបងជីវសៀវអូនមិនស័ក្តិសមទេខ្ញុំនឹងមិនអាក់អន់ចិត្តទេខ្ញុំមិនធ្វើបាបមនុស្សទេចាប់តាំងពីអ្នកកំពុងតាមរកសេចក្តីស្លាប់បន្ទាប់មកខ្ញុំនឹងបំពេញបំណងប្រាថ្នារបស់អ្នកបែបនេះមែនទេលោកពូក្មេងស្រីតូចម្នាក់នេះបងប្រុសច្បងនិងបងថ្លៃស្រីខ្ញុំមើលថាអ្នកបានរើក្មេងស្រីព្រៃម្នាក់ពីលើភ្នំយើងក៏គួរចាត់ទុកគាត់ដូចជាភ្ញៀវកិត្តិយសម្នាក់ដែរសូម្បីតែបុរសចំណាស់ក៏ត្រូវប្រព្រឹត្តចំពោះគាត់ដោយការគោរពដែរនេះពិតជាការពិតមែនបងប្រុសច្បងនិងបងថ្លៃស្រីតើក្មេងស្រីព្រៃម្នាក់នេះបានផ្ដល់កម្មផលអ្វីដល់អ្នកគោរពគាត់បែបនេះពួកគេថែមទាំងបានរៀបចំពិធីជប់លៀងគ្រួសារពិសេសមួយសម្រាប់គាត់តើនេះមិនច្រើនពេកទេអ្នកគ្រាន់តែជាអ្នកឈរមើលរបស់គ្រួសារស៊ូប៉ុណ្ណោះពួកគេពិតជាចូលចិត្តជ្រៀតជ្រែកក្នុងកិច្ចការគ្រួសារខ្ញុំណាស់ឪពុកម្ដាយពូនិងមីងប្រហែលជាបងប្អូនជីដូនមួយរបស់ខ្ញុំគ្រាន់តែចង់ប្រើអាហារពេលល្ងាចជាលក្ខណៈគ្រួសារនេះជាលេសគាត់បានប្រកាសរៀបការជាមួយឆេនយ៉ូម៉ៃយ៉ូមៀវកុំនិយាយមិនសមហេតុសមផលអីកញ្ញាចៅនិងលោកក្រវ័យក្មេងស៊ូពិតជាសំគ្នាឥតខ្ចោះមែនអ្នកស្រីចៅអាចចូលរួមពិធីជប់លៀងរបស់គ្រួសារស៊ូក្នុងនាមជាសមាជិកគ្រួសារម្នាក់វាហាក់ដូចជាអ្នកទាំងពីរនឹងរៀបការឆាប់នេះកញ្ញាជូជីវសៀវមានមនុស្សដែលនាងចូលចិត្តរួចហើយសូមមេត្តាគោរពខ្លួនឯងខ្លះផងនិងនិស័យពិតជាស្រស់ស្អាតមែនតើគាត់អាចក្លាយជាតួឯកស្រីនៅយប់នេះបានទេ
ក្មេងស្រីព្រៃដែលគ្រួសារស៊ូចាប់បានរូបរាងនោះអូរ៉ានោះនាងមិនមើលទៅដូចជាមនុស្សចោចច្រអូសនៅជនបទតែសោះខ្ញុំឃើញគាត់មានអាកប្បកិរិយាថ្លៃថ្នូរនិងប៉ិនប្រសប់ជាងអ្នកដទៃដែលមានវត្តមាននាងពិតជាក្មេងស្រីដ៏ក្លាហានម្នាក់មែនគាត់បានលួចយកការចាប់អារម្មណ៍គាត់ពិតជាបានស្លៀកឈុតនោះមែនវាពិតជាថ្ងៃលិចមែនចូលយើងរងចាំមើលគាត់ធ្វើពុតជាល្ងងខ្លៅកញ្ញាចៅជាមនុស្សឆ្លាតមិនខ្វល់ទេផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ចំពោះក្មេងស្រីព្រៃម្នាក់ច្រើនជាងអ្នកបាននិយាយថាយើងមិនដែលមានបញ្ហាអ្វីពីមុនមកទេមែនទេបញ្ហាទំនងជាកើតឡើងវាត្រូវបានចេញផ្សាយជាង20ឆ្នាំមុនចិត្តចប់ហើយយើងមិនត្រូវអនុញ្ញាតឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងឡើយសាច់ញាតិទាំងអស់របស់អ្នកស្រីស៊ីមកពីគ្រួសារស៊ូនៅទីនេះវងប្រុសធំតើព្រះនាងសក់ឲ្យមុនីនេះជានរណាមកពីណាដែលមានក្បាលធំយ៉ាងនេះចូលយើងទាំងអស់គ្នាយល់ថាគាត់គឺជាពួកគេតើយើងជាអ្វីតើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលអ្វីក្មេងស្រីព្រៃម្នាក់ដែលមិនដឹងអ្វីទាំងអស់តើអ្នកចង់ដាក់ខ្សែពួរប្រភេទអ្វីលើមុខរបស់យើងពូទី2អ្នកស្រីស៊ីមិនទាន់បាននិយាយអ្វីនៅឡើយទេតើអ្នកកំពុងភ័យស្លន់ស្លោអំពីអ្វីខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអំពីអ្វីទេចូលចាប់ផ្ដើមពិធីជប់លៀងហេតុអ្វីបានជាអ្នកចង្អុលម្រាមដៃឪពុកម្ដាយខ្ញុំដែលកំពុងអត់ឃ្លានស្លាប់រាប់ម៉ាយជុំវិញឪពុកម្ដាយរបស់ម៉ៃម៉ៃកំពុងសម្ដៅទៅលើនាងដោយប្រយោលប៉ុន្តែពួកគេក៏ជាអ្នកចាស់ទុំដែរទោះបីជាអ្នកស្រីស៊ីទើបតែមកដល់ទីនេះហើយមិនដឹងពីច្បាប់ក៏ដោយប៉ុន្តែសូមអ្នកស្រីស៊ីសុំទោសចាស់ទុំវាជាប្រភេទនោះតើជាអ្នកចាស់ទុំម្នាក់ដែលបានប្រើមន្តអាគមអាក្រក់ដើម្បីព្យាយាមសម្លាប់ Beckham ឬតើគាត់អាចដឹងដោយរបៀបណានេះជាការប្រមាថទាំងស្រុងចម្ងាយ10ម៉ាយខ្ញុំចាំអ្នកជាភ្ញៀវរបស់បងប្រុសច្បងនិងបងថ្លៃស្រីរបស់ខ្ញុំកំពុងអបមុខអ្នកបើអ្នកបន្តនិយាយរឿងមិនសមហេតុផលកុំបន្ទោសខ្ញុំថាឆ្លើយចំពោះអ្នកបងប្រុសទី2ចូលប្រយ័ត្ននឹងពាក្យសម្ដីរបស់អ្នកស្រីស៊ីគឺជាភ្ញៀវកិត្តិយសរបស់គ្រួសារស៊ូអ្នកនឹងមិនត្រូវបានអនុញ្ញាតឲ្យគំរាមកំហែងយើងនៅទីនេះទេតើនេះជាប្រភេទ web អ្វីខ្ញុំគិតថានាងគ្រាន់តែជាមេធ្មប់ដ៏តាក់ទាញម្នាក់ដែលផ្សព្វផ្សាយពាក្យចាមអារ៉ាមនិងបំផន់មនុស្សអ្នកនាងស៊ីគ្រាន់តែនិយាយអំពីពូទី2របស់នាងដោយចៃដន្យឲ្យប៉ុណ្ណោះហេតុអ្វីបានជាអ្នកទាំងអស់គ្នាមានប្រតិកម្មខ្លាំងម្ល៉េះបងប្រុសតាំងបានបង្កាច់បង្ខូចឪពុកម្ដាយខ្ញុំដោយគ្មានភស្តុតាងអ្វីទាំងអស់ហេតុអ្វីបានជាអ្នកនៅតែជួយគាត់អ្នកត្រូវការភស្តុតាងមែនទេតើគាត់បានរកឃើញរឿងនេះដោយរបៀបណាខ្ញុំលាក់វាបានយ៉ាងល្អទេថូនោះនៅតែមាននៅទីនោះគាត់មិនអាចដឹងថាវត្ថុស័ក្តិសិទ្ធិនោះលាក់ទុកនៅឯណាទេគាត់ត្រូវតែស្ថិតនៅក្នុងតំបន់ធំទូលាយមួយតើនេះជាអ្វីយើងមិនដែលឃើញវាពីមុនមកទេអ្នកយកក្រដាសដាលីស្មេងដែលរហែកពីចម្ងាយ10ម៉ាយពួកគេបានប្រើវាជាភស្តុតាងដែលបង្ហាញថាឪពុកម្ដាយរបស់ខ្ញុំបានធ្វើបាបបងប្អូនជីដូនមួយរបស់ខ្ញុំតើអ្នកណានឹងជឿរឿងនោះនេះជាភស្តុតាងអ្នកស្រីស៊ីត្រូវការភស្តុតាងដើម្បីចោទប្រកាន់នរណាម្នាក់ដោយមិនពិតស្បែករបស់គាត់មិនអាចសម្គាល់បានទេជាការពិតណាស់គាត់នឹងអាចសម្គាល់បានតើនេះជាអ្វីគាត់នៅឯណាតើគាត់នៅឯណាឥឡូវនេះបន្ទាប់ពីគាត់បានទទួលស្គាល់ម្ចាស់របស់គាត់វានឹងបាត់ទៅវិញដោយធម្មជាតិប៉ុន្តែអ្នកគួរតែប្រាប់យើងពីការពិតអ្នកកំពុងកុហកខ្ញុំបានផ្ញើធំមួយទៅស៊ូជីវសៀវវានៅតែមាននៅទីនោះនៅដែលឥតខ្ចោះតើអ្នកអាចយកវត្ថុនោះដោយរបៀបណាតើជនល្ងងនេះកំពុងនិយាយអ្វីមិនសមហេតុផលចេនស៊ូយុនចាប់តាំងពីអ្នកនិយាយថាបងស្រីសៀវកំពុងនិយាយមិនសមហេតុផលតើអ្នកអាចដឹងរឿងនោះដោយរបៀបណាពុកចង្ការត្រូវបានលាក់ទុកនៅក្នុងថូនោះគ្រាន់តែជាខ្ញុំកំពុងបង្កើតរឿងប៉ុណ្ណោះឥតប្រយោជន៍ខ្ញុំចាំបានថាថូនោះវាគឺក្នុងអំឡុងពេលថ្ងៃកំណើតរបស់យេសៀវកាលពីឆ្នាំមុនអំណោយដែលអ្នកបានឲ្យគាត់ពិភពលោកនេះចៃដន្យមែនបងស្រីយល់ច្រឡំវាជាការយល់ច្រឡំទាំងអស់ការយល់ច្រឡំប្រសិនបើមិនមែនដោយសារអ្នកស្រីស៊ីទេឯងនឹងសម្លាប់ជាឆេលអ្នកបានប្រាប់ខ្ញុំនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះនេះជាការយល់ច្រឡំហាងលក់ផ្កានេះនៅតែដំណើរការល្អបើមិនជឿទេវាចោលឲ្យពិនិត្យមើលទៅតើអ្នកដឹងដោយរបៀបណាចេញស៊ូយានអាសយដ្ឋាននេះអាចត្រូវបានរកឃើញដោយការវាបំបែកថូផ្កាប៉ុណ្ណោះបិទមាត់ហើយប្រគល់វាមកវិញថូដែលអ្នកបានផ្ញើមកអ្នកស្រីស៊ីបានវាចោលជាយូរមកហើយនោះជារបស់คล้ายបានដាក់នៅទីនោះយើងគ្រាន់តែរងចាំអ្នកឲ្យដួលបងប្រុសតើបងពិតជាជឿលើមេធ្មប់នេះមែនទេគ្មានអ្នកណាជឿខ្ញុំទេយើងជាក្រុមគ្រួសារភ្ជាប់គ្នាដោយឈាមពេលគេធ្វើបាបឈ្មោះកូនប្រុសខ្ញុំធ្លាប់គិតទេថាយើងជាគ្រួសារតែមួយមិនមែនជាមេធ្មប់នេះទេដែលបានធ្វើបាបពូរបស់ខ្ញុំមីងឪពុកម្ដាយខ្ញុំស្រឡាញ់បងប្អូនជីដូនមួយខ្ញុំខ្លាំងណាស់តើពួកគេអាចធ្វើបាបគាត់បានដោយរបៀបណាតើអ្នកទាំងអស់គ្នាឈរនៅទីនោះដើម្បីអ្វីបុរសឲ្យចូលចង់អរៈនេះហើយបោះនាងចោលទៅស៊ីលីនកុំខ្លាចអីខ្ញុំចង់ឃើញណាស់ថាអ្នកណាហ៊ានរញ៉េញ៉ៃជាមួយអ្នកនាងស៊ីខ្ញុំចង់ឃើញណាស់ថាអ្នកណាហ៊ានរញ៉េញ៉ៃជាមួយអ្នកនាងស៊ី
À, pù. À côn là ngông ơi nhông khmiên khmui pro đôi ảnh tề, bốc mày ơi xôm thai rửa xa khuôn phòng, chỉ đà tuột, ta nè ai túc chất nè hàng cào ban đòi đồ biệp nà bần tay mình ai túc chất ở bốc nhông, bớt mọt tờ. Cả nhà xì. Xôm ập hay tốt trong pua ca sầm đai mình lọ rồi bọc nhông. Sầm nang à krọ knông cru xà. Su sang tùng. Tam pất bộ cây trong pralati coach công đầm bấy thưa bạp nẹ snong rựcในគ្រួសារស៊ូស៊ូជីវសៀវអ្នកបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរមួយមិនអាចអត់ទោសបានខ្ញុំប្រកាសស៊ូសាំងតុងជើងរបស់ Chen Seon បានបំបែកជីវិតរបស់នាងអាហេជូម៉ៃយ៉ាវដោយពិចារណាថាអ្នកនៅក្មេងនៅឡើយក្រោយពីអ្នករៀបការរួចគ្រួសារសុងរបស់ខ្ញុំកំពុងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអ្នកគ្មានការភ្ជាប់បន្ថែមទៀតទេអូពូខ្ញុំមិនចង់ត្រូវគេធ្វើបាបទេស៊ឺឈៀងដងគ្រួសាររបស់អ្នកតើអ្នកអាចបំផ្លាញខ្ញុំក្នុងអាជីវកម្មដោយរបៀបណាខ្ញុំអាចយល់បានប៉ុន្តែអ្នកមិនគួរធ្វើបាបកូនប្រុសរបស់ខ្ញុំទេបងប្រុសឲ្យខ្ញុំគ្រាន់តែងឹតភ្នែកមួយរយៈដោយសារភាពលោភលន់ប៉ុណ្ណោះនោះហើយជាមូលហេតុដែលខ្ញុំបានធ្វើខុសនេះប៉ុន្តែយេសៀវមិនអីទេគាត់នៅតែមានសុខភាពល្អឥតខ្ចោះបើគ្រួសារយើងត្រូវបានបណ្ដេញចេញពីគ្រួសារស៊ូបន្ទាប់មកយើងនឹងមិនអាចរស់បានទេបងប្រុសឲ្យសូមជួយសង្គ្រោះខ្ញុំផងបងប្រុសឲ្យខ្ញុំសូមសួរបងថាកូនស្រីរបស់ខ្ញុំបានស្លាប់នៅអាយុ3ឆ្នាំតើវាជាកំហុសរបស់អ្នកមែនទេទោះបីជាខ្ញុំជាមនុស្សល្ងងទាំងស្រុងក៏ដោយខ្ញុំមិនធ្វើបែបនោះចំពោះក្មេងតូចបែបនេះទេចេនស៊ូយ៉ានពេលអ្នកសុបិននៅពាក់កណ្ដាលអាធ្រាត្រតើអ្នកមិនចាំទេក្មេងអាយុ3ឆ្នាំដែលអ្នកបានសម្លាប់វាមិនមែនជាខ្ញុំទេវាជាអ្នកបានសម្លាប់កូនស្រីរបស់ខ្ញុំម្ដេចក៏អ្នកគ្មានបេះដូងយ៉ាងនេះពេលនោះខ្ញុំគ្រាន់តែនាំគាត់ទៅទិញរបស់របរប៉ុណ្ណោះគាត់បានដើរចេញទៅតាមផ្លូវតែម្នាក់ឯងមែនហើយគាត់ត្រូវបានឡានបុកពេលដួលរលំប្រសិនបើការជួយសង្គ្រោះទាន់ពេលវេលាគាត់នឹងរស់រានមានជីវិតប៉ុន្តែនៅពេលដែលគាត់ដេកលើដីអង្វរអ្នកប៉ុន្តែអ្នកបានរត់គេចខ្លួនខ្ញុំមិនដឹងទេពិតជាមិនដឹងទេខ្ញុំពិតជាខូខើខ្លាំងណាស់យកស្ត្រីពលនេះទៅប៉ុស្តិ៍ប៉ូលីសនាគនិងហ្វូនីកខ្ញុំពិតជាមិនដឹងអំពី995ទេខ្ញុំពិតជាមិនដឹងទេប្តីឲ្យចេនស៊ូយៀនខ្ញុំចង់លែងលេះចាប់ពីពេលនេះទៅមិនថាអ្នករស់ឬស្លាប់គ្មានអ្វីតាក់ទងនឹងខ្ញុំទេព្រះអង្គឲ្យសូមព្រះអង្គជួយសង្គ្រោះខ្ញុំផងមេត្តាករុណាសូមមេត្តាផងវាពិបាកណាស់ព្រះមហាក្សត្របងប្រុសច្បងនិងបងថ្លៃស្រីខ្ញុំខុសហើយខ្ញុំមិនចង់នៅទីនេះហើយជួបអ្នកម្ដងទៀតទេប៉ាម៉ៃយ៉ូមៀវកុំប្រញាប់ពេកឥឡូវនេះមិនមែនជាពេលវេលាដើម្បីអង្វរពុកម្ដាយរបស់អ្នកទេកញ្ញាស៊ីអរគុណអ្វីគ្រប់យ៉ាងមានកន្លងនិងគោលដៅរៀងខ្លួនជីវិតរវាងឋានសួគ៌និងផែនដីអ្វីដំណើរការទៅតាមច្បាប់ធម្មជាតិស្នេហាប្រៀបដូចជារង្វង់មួយកុំសោកសៅទៀតអីអ្នកទាំងអស់គ្នានឹងរៀបចំអាហារពេលល្ងាចនៅយប់នេះដំបូងឡើយយើងត្រូវតែស្វែងយល់ថាអ្នកណាជាអ្នកបញ្ជូនអ្នកស្នងមរតកគ្រួសារស៊ូរបស់ខ្ញុំទី2ខ្ញុំសូមណែនាំអ្នកស្រីស៊ីឲ្យមនុស្សគ្រប់គ្នាបានស្គាល់ចាប់ផ្ដើមថ្ងៃនេះអ្នកស្រីស៊ីគឺជាមនុស្សសំខាន់បំផុតនៅក្នុងគ្រួសារស៊ូកូនចៅទាំងអស់នៃគ្រួសារស៊ូត្រូវតែគោរពនិងស្រឡាញ់គាត់សំណាបត្រូវដំណើរការភ្លាមខ្ញុំមិនយល់ស្របទេខ្ញុំមិនយល់ស្របទេស៊ូម៉ៃម៉ាយ៉ាវតើអ្នកនឹងបះបោរមែនទេជីតាមិនស័ក្តិសមធ្វើជាទាហានកំពូលនៅក្នុងកងទ័ពគ្រួសារស៊ូទេស៊ឺមៀវជេឈើបងអ្នកគ្រាន់តែត្រូវបានគាត់បោកបញ្ឆោតអ្នកទាំងអស់គ្នាបានឃើញវិធីសាស្ត្ររបស់គេហើយគាត់ចេះមន្តអាគមរសៀលនេះខ្ញុំបានឃើញគាត់កំពុងឆ្លោះជាមួយបុរសម្នាក់នៅមាត់ទ្វារមិនច្បាស់លាស់ខ្ញុំមិនដែលនឹកស្មានថាគាត់បែបនេះទេជីស៊ូបានជួយគាត់ច្រើនណាស់តើវាអាចទៅរួចទេដែលនាងក៏បានធ្លាក់ចូលក្រោមអំណាចវេទមន្តរបស់គាត់ស៊ូម៉ៃម៉ាយ៉ាវអ្នកញ៉ាំគ្រប់គ្រាន់ហើយឬនៅស៊ូម៉ៃយ៉ាវជាការពិតណាស់អ្នកនឹងនិយាយពាក្យមិនគោរពមួយទៀតទៅកាន់អ្នកនាងស៊ីខ្ញុំនឹងបណ្ដេញអ្នកចេញពីអាពាហ៍ពិពាហ៍របស់អ្នកជីដាស៊ូនិងយាយស៊ូមិនបានកុហកទេតើអ្នកស្រីស៊ីជាមនុស្សបែបណាអ្នកនឹងដឹងឆាប់នេះ32សាច់ចៀម
មានរឿងអ្វីកើតឡើងមានរឿងអ្វីកើតឡើងរមាស់ណាស់ប្អូនប្រុសតូចខ្ញុំខឹងខ្លាំងណាស់ឡពូណៅបញ្ឈប់ពួកគេស៊ីលីនតើអ្នកបានធ្វើអ្វីមកលើខ្ញុំពិតជាដឹងគុណចំពោះអំណោយដែលអ្នកទាំងអស់គ្នាបានផ្ដល់ឲ្យខ្ញុំក្នុងសម្លៀកបំពាក់របស់ខ្ញុំបណ្ដាលឲ្យរមាស់ខ្លាំងមិនអាចទ្រាំទ្របានស៊ុបនេះត្រូវបានលាយជាមួយថ្នាំដែលអាចផ្លាស់ប្ដូរចិត្តសាស្ត្រខ្ញុំគ្រាន់តែនិយាយទាំងនេះការតបស្នងរាប់មិនអស់ទៅកាន់ឪពុករបស់អ្នកចៅឆេនៀវស៊ឺមៀវមៀវតើអ្នកហ៊ានប៉ុណ្ណាមនុស្សដែលមកបានចាក់សោពួកគេជាមួយគ្នាឲ្យគ្រូសាចៅមកដឹកជញ្ជូនទំនិញខ្ញុំចង់ទៅជួបបងស្រីស៊ីជាវដោយផ្ទាល់ហើយទាមទារការពន្យល់ខ្ញុំពិតជាមានអារម្មណ៍ខ្មាស់អៀនណាស់គាត់ពិតជាមនុស្សល្ងងមែនទេតើអ្នកបានឃើញខ្ញុំទេតើអ្នកមានអារម្មណ៍មិនស្រួលខ្លួននៅកន្លែងណាមួយទេវាគ្រាន់តែជាជំនាញតូចតាចមួយប៉ុណ្ណោះវាមិនអាចធ្វើឲ្យខ្ញុំជឿចាប់បានទេយល់ព្រមរួចរាល់ដើម្បីចាប់ផ្ដើមស្លាប់ហើយស្រីឆ្កេងញីពួកគេពិតជាជនជាតិដៃមែនស៊ីលីអ្នកមេធ្មប់វាបានធ្វើឲ្យខ្ញុំធ្លាក់ចូលទៅក្នុងស្ថានភាពដ៏វេទនាបែបនេះហេតុអ្វីមិនស្លាប់ទៅម៉ូយ៉ានអ្នកកំពុងសុំវាហើយខ្ញុំធ្លាប់និយាយវាពីមុនមកអ្នកណាដែលមិនគោរពខ្ញុំនឹងត្រូវទទួលទណ្ឌកម្មពីស្ថានសួគ៌អាអ្នកមិនដែលរៀនមេរៀនរបស់អ្នកអំពីមុខរបស់ខ្ញុំទេថ្ងៃនេះពួកគេកំពុងច្រូតកាត់អ្វីដែលពួកគេបានសាបព្រោះអាពួកគេពិតជាបានច្រូតកាត់អ្វីដែលពួកគេបានសាបព្រោះការធ្វើឃាតភ្ញៀវគិតអ៊ីសម្នាក់នៅក្នុងពិធីជប់លៀងរបស់គ្រូសាស៊ូជំរំយោធានេះឥឡូវត្រូវបានបញ្ចប់ទាំងស្រុងអូគាត់ទៅឆ្ងាយវាជារឿងគួរឲ្យខ្វាក់ភ្នែកជូនដំណឹងដល់ក្រុមគ្រួសារលោកឲ្យមកទទួលពួកគេហើយប្រាប់គាត់ថាអ្នកណាជាអ្នកបង្កបញ្ហាដល់កញ្ញាស៊ីខ្ញុំនឹងជន់ឈ្លីស្នែងរបស់ពួកគេឲ្យរាបស្មើស៊ើលីខ្ញុំមិនអនុញ្ញាតឲ្យអ្នករួចផុតពីរឿងនេះទេមានអារម្មណ៍សោកស្ដាយវាទាំងអស់ជាកំហុសរបស់ខ្ញុំដែលមិនបានការពារអ្នកឲ្យបានត្រឹមត្រូវវាមិនមានបញ្ហាទេថាតើអ្នករងរបួសឬអត់វាគ្រាន់តែជាការអាណិតប៉ុណ្ណោះអាហារពេលល្ងាចជាលក្ខណៈគ្រួសារដ៏ល្អឥតខ្ចោះរំខានម្ដងមួយត្រាប់ណាអ្នកមានសុវត្ថិភាពនិងមានសុខភាពល្អគ្មានអ្វីផ្សេងទៀតសំខាន់ទេលោកស្រីសូមអភ័យទោសចំពោះហេតុការណ៍តូចតាចនេះផងខ្ញុំមានរឿងមួយចង់ប្រកាសស៊ឺយេសៀវអ្នកស្នងរឹកនៃគ្រូសាស៊ូពួកគេលងស្នេហ៍នឹងកញ្ញាស៊ីគ្រូសាស៊ូទាំងមូលរបស់យើងយល់ស្របសូមឲ្យពួកគេសម្រេចគោលដៅរបស់ពួកគេក្នុងពេលឆាប់នេះគ្រូសាជាស៊ីស៊ូសូមអបអរសាទរសូមអបអរសាទរស៊ូសៅសូមអបអរសាទរអ្នកនាងសូមអបអរសាទរស៊ឺយេសៀវគឺជាគម្រោងរបស់ខ្ញុំប៉ុន្តែតើគ្រោងនេះគួរត្រូវបានដោះស្រាយយ៉ាងដូចម្តេចប្រហែលជាការធ្វើតាមធម្មជាតិពិតរបស់មនុស្សម្នាក់គឺជាមធ្យោបាយដើម្បីយកឈ្នះលើទុក្ខលំបាកសេចក្តីស្រឡាញ់ទៅវិញទៅមកសេចក្តីស្រឡាញ់ទៅវិញទៅមកតើរយៈពេល3ឆ្នាំកន្លងមកនេះមានន័យយ៉ាងណាចំពោះខ្ញុំ10ម៉ាយវាសនារបស់ខ្ញុំគួរតែជារបស់ខ្ញុំស៊ូឈៀវសៀវឌូទាំងអស់នេះគឺដោយសារតែអ្នកបើគ្មានអ្នកខ្ញុំពិតជានឹងត្រឡប់មកវិញក្នុងរយៈពេល12ថ្ងៃតារាបណាអ្នកមិននៅទីនោះចេញសៀវតើអ្នកទទួលយកភាពឆ្លើយនេះទេតើគាត់នឹងត្រឡប់មកវិញទេផ្ទះរបស់អ្នកកាន់តែអាក្រក់ទៅភាគទូនិកជាច្រើនបានដកការវិនិយោគរបស់ពួកគេចេញក្រុមហ៊ុននេះហួសពីការសន្សំគាត់មិនត្រឡប់មកវិញទេគាត់បានរៀបការជាមួយស៊ឺជីឈូអ្វីស្រីឆ្កេងញីនោះហ៊ានធ្វើបែបនោះមែនទេអ្នកហ៊ានជេរគាត់ទោះបីជាគាត់និយាយចំអកក៏ដោយបើមិនមែនដោយសារភាពមើលឃើញខ្លីរបស់អ្នកនិងកូនប្រុសរបស់អ្នកនៅពេលនោះទេតើគ្រួសារយើងអាចមកដល់ចំណុចនេះដោយរបៀបណាម៉ាក់គាត់ពិតជាលែងចង់បានខ្ញុំទៀតហើយប៉ុន្តែប្រសិនបើស៊ឺជីឈូស្លាប់តើគាត់នឹងត្រឡប់មកវិញទេអ្នកតើអ្នកចង់ឃើញអ្វីបន្ទាប់តើគាត់មិនចង់រៀបការជាមួយ Shirley ទេបន្ទាប់មកខ្ញុំនឹងធ្វើឲ្យគាត់បាត់ខ្លួនទាំងស្រុង
នេះជារូបមន្តធ្វើនំថ្មីពីផ្ទះបាយសាក់លបងវាឲ្យមើលថាតើវាសមនឹងរសជាតិរបស់អ្នកអត់អរគុណតាមពិតទៅអ្នកមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងទេខ្ញុំសុខចិត្តធ្វើវាសម្រាប់អ្នកវាឆ្ងាញ់ណាស់ស៊ូជីវសៀវអ្នកក៏ដឹងដែរថាអត្តសញ្ញាណរបស់អ្នកគឺពិសេសការនៅចិត្តខ្ញុំពេកប្រហែលជាមិនមែនជាពរជ័យទេវាសនារបស់អ្នកទើបតែមានស្ថិរភាពវិបត្តិគ្រួសារស៊ូអាចត្រូវបានដោះស្រាយខ្ញុំមិនខ្លាច10ឆ្នាំទេខ្ញុំមិនខ្វល់ទេថាអ្នកជាទេពធីតាឬមនុស្សលោកមានតែអ្នកទេដែលខ្ញុំបានជ្រើសរើសប្រសិនបើសំណាងល្អរបស់គ្រួសារស៊ូបានមកពីអ្នកខ្ញុំមិនចង់មានទេអ្វីដែលខ្ញុំចង់បានអ្នកទើបតែឆ្លងកាត់ដោយសុវត្ថិភាពខ្ញុំចង់នាំអ្នកទៅកន្លែងណាមួយនៅថ្ងៃស្អែកខ្ញុំបានឮថាថ្ងៃលិចនៅទីនោះស្អាតណាស់ធម្មតាគឺល្អទៅឋាននរកសៀវសៀវខ្ញុំគ្រាន់តែចង់ឲ្យគាត់បាត់ខ្លួនវាហាក់ដូចជាអ្នកនៅតែលង់ស្នេហ៍នឹងគាត់អ្នកនាងស៊ីសូមអ្នកនាងត្រូវតែរស់ឡើងវិញនៅជូសៀវសូមអ្នកនាងសេនសូមកុំនិយាយអីខ្ញុំបាននិយាយបើយើងមិនទុកឲ្យគាត់ស្លាប់ទេយើងពិតជាអាចជួយសង្គ្រោះជីវិតគាត់បាន You know Lake Hunan ខ្ញុំបានប្រាប់អ្នករឿងនេះម្ដងហើយម្ដងទៀតរួមហន្តរាយដ៏ធំដែលបានកើតឡើងចំពោះគ្រួសារនេះត្រូវបានតែងតាំងដោយស្ថានទូតជ្រែកបង្ខំចិត្តប្រឆាំងនឹងវាសនាមានតែការស្លាប់ទេដែលបោកប្រាស់ខ្ញុំពិតជាមិនអាចទ្រាំទ្រនឹងឃើញកូនចៅគ្រួសារខ្ញុំរងទុក្ខវេទនាបែបនេះទេត្រកូលទាំងមូលត្រូវបានលុបចោលអ្នកបានដើរតាមខ្ញុំក្នុងការអនុវត្តខាងវិញ្ញាណរបស់ខ្ញុំអស់រយៈពេល1ឆ្នាំដោយឃើញថាគុណសម្បត្តិបានពេញលេញហើយអន្តភាពស្ថិតនៅក្នុងដៃវាជាការអាណិតឥឡូវនេះខ្ញុំក៏មិនអាចជួយសង្គ្រោះអ្នកដែរលីសៀងណាននៅពេលនោះខ្ញុំបានស្ដីបន្ទោសអ្នកចំពោះការប្រឆាំងនឹងវាសនាដើម្បីផ្លាស់ប្ដូរវាសនាគ្រួសាររបស់យើងរលឹងខ្ចាត់ខ្ចាយខ្ញុំគិតថាអ្នកមិនដឹងទេឥឡូវនេះខ្ញុំយល់ហើយទីបំផុតកញ្ញាឲ្យអ្នកតើអ្នកកំពុងធ្វើអ្វីលែងមានការដាំដុះរាប់ពាន់ឆ្នាំទៀតហើយវាដូចជាជីវិតបានវិលត្រឡប់មកវិញកញ្ញាសេន10ម៉ាយ10ម៉ាយកុំចាក់ចេញពីខ្ញុំ10ម៉ាយបន្ទាប់ពីដើរ10ម៉ាយមកលីឈៀនបានលេចចេញរូបរាងទាំងស្រុងគ្មានផ្ទះសម្បែងលីចេនសៀវក៏ប្រែក្លាយទៅជាមនុស្សល្ងងម្នាក់ដែរឲ្យពួកគេញ៉ាំនំប៉័ងចំហុយខ្លះពិនិត្យឡើងវិញមនុស្សល្ងងហាហាហាខ្ញុំស្ទើរតែសង្ឃឹមថាអ្វីដែលអ្នកកំពុងនិយាយគឺជាការពិតតើការធ្វើសមាធិរបស់យេជើថ្ងៃនេះយ៉ាងម៉េចដែរទីបំផុតអ្នកត្រឡប់មកវិញហើយប្អូនស្រីឌូឈិនពិតប្រាកដវាបង្ហាញថាខ្ញុំពិតជាបានស្នេហ៍នឹងនរណាម្នាក់មែន